5 សញ្ញានេះបង្ហាញថាអ្នកទាំងអស់គ្នាជ្រើសភ្នាក់ងារអចលនវត្ថុដែលត្រឹមត្រូវហើយនឹងអាចទុកបាននៅក្នុងការលក់ផ្ទះមិនថាបងប្អូនឬក៏ពុំមានបំណងចង់លក់ផ្ទះឬក៏ទិញផ្ទះថ្មីថ្មោងឯងហើយចង់ពឹងឲ្យភ្នាក់ងារជួយទិញលក់អាចមកស្ដាប់វីដេអូនេះបានចំណុចទី1ភ្នាក់ងារដែលស្គាល់ពីតម្លៃទីផ្សារច្បាស់បានន័យថាពួកគាត់អត់ចេះកំណត់តម្លៃទៅតាមម្ចាស់ផ្ទះចង់បានទេភ្នាក់ងារដែលមានជំនាញហ្មងគឺគាត់ដឹងពីទិន្នន័យជាក់ស្ដែងទៅតាមតំបន់នីមួយៗធ្វើម៉េចគាត់ពិភាក្សាចង់បានតម្លៃណាមួយដែលអាចទាក់ទាញអ្នកទិញបានអត់អាចក្រោមទីផ្សារឬក៏លើសទីផ្សារពេកទេចំណុចទី2គឺការធ្វើទីផ្សារចំពោះការធ្វើទីផ្សារគឺគាត់មិនមែនគ្រាន់តែចុះដាក់ស្លាកសម្រាប់លក់នៅមុខផ្ទះបងទេអ្នកងារគាត់នឹងធ្វើការចុះទៅថតរូបក៏ដូចជាវីដេអូដែលមានភាពទាក់ទាញធ្វើយ៉ាងណាដើម្បីបង្ហោះនៅលើបណ្ដាញសង្គមឲ្យចំអតិថិជនគោលដៅហ្មងទី3គឺជំនាញក្នុងការចរចាចំណុចនេះគឺសំដៅទៅដល់តិចនិចរបស់ភ្នាក់ងារដែលគាត់ជួយសម្រួលទៅដល់ម្ចាស់ផ្ទះមិនថាអ្នកទិញគាត់ផ្អាប់តម្លៃយ៉ាងណាប៉ុន្តែភ្នាក់ងារគឺគាត់ជួយសម្រួលដោះស្រាយធ្វើម៉េចឲ្យម្ចាស់ផ្ទះទទួលបានតម្លៃមួយដែលខ្ពស់សមរម្យអញ្ចឹងបងអត់ចាំបាច់បារម្ភច្រើនទេចំណុចទី4វិញគឺភាពស្មោះត្រង់ហើយនិងតម្លាភាពក្នុងករណីផ្ទះបងមានចំណុចខ្វះខាតអីខាងភ្នាក់ងារនឹងធ្វើការប្រាប់ភ្លាមៗហ្មងដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នាធ្វើម៉េចជៀសវាងកុំឲ្យមានបញ្ហានៅពេលផ្ទៃកម្មសិទ្ធិនានាចំណុចទី5ចុងក្រោយគេនេះក៏សំខាន់ដែរគឺការ follow up និងទំនុកចិត្តដែលបងចាំបាច់ហត់តាមសួរនាំច្រើនទេខាងភ្នាក់ងារគាត់នឹង report ប្រាប់រហូតហ្មងថាក្នុងមួយខែមានអតិថិជនចាប់អារម្មណ៍ចង់មកមើលផ្ទះយើងម្ដងហើយក្នុងហ្នឹងយើងត្រូវប្រកាសចិត្តដែរថាភ្នាក់ងារដែលយើងធ្វើការជាមួយហ្នឹងក៏មកពីក្រុមហ៊ុនដែលមានវិជ្ជាជីវៈនិងអាជ្ញាប័ណ្ណត្រឹមត្រូវសរុបមកវិញបើសិនជាបងជ្រើសភ្នាក់ងារត្រូវក្នុងការលក់ផ្ទះដូចជោគជ័យបានពាក់កណ្ដាលផ្លូវអញ្ចឹង